សុគន្ធនិសាជួបបញ្ហារឿងមួយតារាចម្រៀងសុគន្ធនិសាបានច្រៀង cover ឡើងវិញបទ Please Stop របស់នាងដែលល្បីកាលពី14ឆ្នាំមុននៅផលិតកម្មរស្មីស្ទឹងសង្កែដែលបទនេះនិពន្ធទំនុកច្រៀងដោយអតីតសង្សារនាងគឺលោកកវីសុខចំនួនការច្រៀងជាថ្មីរបស់សុគន្ធនិសានៅបទចាស់នេះបញ្ជាក់ថានាងនៅចង់ចាំនិងចង់រំលឹកឡើងវិញនៅបទចម្រៀងល្បីៗរបស់ខ្លួនកាលនៅផលិតកម្មចាស់ហើយបទទាំងនោះគ្រាន់តែកែប្រែភ្លេងថ្មីវានឹងប្លែកជាមិនខានប៉ុន្តែការកកកាយបទចាស់ៗរបស់សុគន្ធនិសានៅពេលនេះក៏ជាសញ្ញានៃការជួបបញ្ហាក្នុងការធ្វើបទចម្រៀងរបស់នាងមិនដិតដល់លើទីផ្សារផងដែរក្រោយនិសាដើរចេញពីហង្សមាសបើទោះជាមុននេះនាងចាប់ដៃជាមួយសិស្សប្អូនលោកនីកូនិងនួនសុធិរៈផលិត MV បែបបុរាណបទម្នាក់ស្រឡាញ់ម្នាក់អាណិតជាខ្សែរឿងប្រវត្តិស្នេហាខុនឆាងខុនផែននិងនាងព្រំក្តីទោះជាយ៉ាងណាការច្រៀង cover បទរបស់ខ្លួនឡើងវិញនេះមិនមែនតែសុគន្ធនិសានោះទេប៉ុន្តែមានតារាជាច្រើនទៀតក៏បានដើរតាមផ្លូវនេះដែរដូចជាមុននេះលោកព្រះសវត្ត cover បទខ្លួនឯងគួរចាំទឹកភ្នែកបងស្ងួនសិននិងពេជ្រសុភា cover បទរបស់លោកស្រីមាសសូម៉ាលីយ៉ាងមកដូចជាដើមដែលនោះជាការបញ្ជាក់ពីការស្រឡាញ់ចម្រៀងទាំងនោះចំពោះសុគន្ធនិសាក្រោយចេញពីហង្សមាសនាងបានផលិតបទចម្រៀងថ្មីច្រៀងតូលទើបតែបាន3បទរួមមានពេលខ្ញុំទូលអ្នកនៅឯណាអារម្មណ៍ចាស់និងម្នាក់ស្រឡាញ់ម្នាក់អាណិតសុគន្ធនិសាក៏មិនខុសពីតារាចម្រៀងផ្សេងទៀតដែរទោះជាមិនច្រៀងឲ្យហង្សមាសក្តីប៉ុន្តែនាងនៅតែឡើងឆាករបស់ផលិតកម្មនេះជាធម្មតាប៉ុន្តែតំណែងធំពីររបស់សុគន្ធនិសាគឺជាគ្រូបង្វឹក The Voice Kids Cambodia និង Cambodian Idol Junior រដូវកាលថ្មីនៅតែមានភាពស្រពីស្រពិលនៅឡើយគណៈតាមព័ត៌មានថាតែការហង្សមាសអាចនឹងដាក់តារាកុងត្រារបស់ខ្លួនចូលចំនួនតារាដែលបានចាក់ចេញជាក់ស្ដែងដូចជាលោកព្រះសវត្តដែលដើរចេញពីហង្សមាសកាលពីឆ្នាំ2020នោះក៏តំណែងរបស់លោកជាគណៈកម្មការនិងគ្រូបង្វឹកនៅកម្មវិធី Cambodian Idol The Voice Kids Cambodia Cambodian Idol Junior និង Cambodia Got Talent ក៏មិនត្រូវបានរក្សាទុកឲ្យលោកទៀតដែរប៉ុន្តែសម្រាប់សុគន្ធនិសាគឺអត់បញ្ហានោះទេព្រោះនាងក៏មិនសូវមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះដែរដោយសារតែជាប់ដៃរកស៊ីអាជីវកម្មជាច្រើននៅក្រៅសិល្បៈមានដូចជាហាងកាហ្វេគុយទាវខ្ចប់និងចេកឆាំងជាដើមស្របពេលដែលនាងបានដាក់ភាគហ៊ុនធំទៅលើ clinic រក្សាសម្រស់មួយរយៈពេលជាង5ឆ្នាំទៅហើយគួរបញ្ជាក់ថាសុគន្ធនិសាបានបន្សល់ស្នាដៃភាពយន្ត4រឿងនៅហង្សមាសមុនពេលនាងដើរចេញនោះគឺរឿងសរសេររដូវក្នុងបេះដូងរាជិនីព្រហ្មគ្រឹះព្រះវេស្សន្តរជាដកនិងរឿងចំណត់ថ្មីនៃសុភមង្គលសុគន្ធនិសាអាចនឹង cover បទល្បីៗរបស់ខ្លួននៅហង្សមាសមួយចំនួនទៀតដើម្បីទប់ទល់ទីផ្សារចម្រៀងកុំឲ្យធ្លាក់ចុះខណៈពេលនេះគ្មានដំណឹងនាងចូលផលិតកម្មថ្មីទេទោះជាមុននេះលេចឮថា Galaxy ចង់បាននាងជាសមាជិកដើម្បីចាប់ដៃជាមួយលោកព្រះសវត្តម្ដងទៀតក្តីអ្នកជំនាញសិល្បៈបានប្រមានថាសុគន្ធនិសាប្រសិនបើផលិតបទចម្រៀងខ្លួនឯងហើយគ្មានក្រុមធីមច្បាស់លាស់ឬគ្មានផលិតកម្មផ្ទាល់ខ្លួនទេនាងនឹងគ្មានបទចម្រៀងដិតដល់លើទីផ្សារឡើយហើយនេះប្រកាសជាមិនអាចទប់ជាប់តារាថ្មីដែលចេញបទស្ទើររៀងរាល់ថ្ងៃនោះបានឡើយប៉ុន្តែរហូតមកទល់នឹងពេលនេះគ្មានដំណឹងសុគន្ធនិសាបើកផលិតកម្មផ្ទាល់ខ្លួនដោយមាសសុខសុភានោះទេ